ឥឡូវខ្ញុំសូមលើកទៅប៉ុណ្ណេះទេមិនតាន់គិតដល់អារឿងគ្រោះថ្នាក់នៅក្នុងពេលវេលាជំនះនេះឥឡូវ 35,000 នាក់បើប្រើ Airbus ជំនះទៅប្រមាណ Airbus ម៉ែ Airbus យើងគិតថា 300 នាក់ចុះគិតទៅប៉ុនសួរតែ Airbus នឹងទៅយកពីតាណាមកប៉ុនបើវាហោះបានតើគេបាញ់ធ្លាក់ទេមហន្តរាយធំណាកម្រិតអានឹងបើបង្ហោះបើលេងតាមជើងអាកាស 35,000 នាក់ណាបើសិនជាកូនគ្រួចអានឹងវាមិនអីទេតែមិនណាហើយណាក៏50 គីឡូដែរជាមកជុំមកកូនគ្រួចគាត់ស្ពៀធ្វើរត់ណាឥឡូវឲ្យជំនះតាមជើងអាកាសទោះបីមានយន្តហោះគ្រប់ហើយតែគ្រោះថ្នាក់ណាស់មីស៊ីលបាញ់តម្លាក់ហោះខ្ញុំងងថាទៅ 1000 កប៉ាល់ហោះថាមានអញ្ចឹងចុះយើងជួលគេ 1000 ជើង 1000 កប៉ាល់ហោះគេបាញ់ធ្លាក់តែ2ក៏វាសោកនេតកម្មណានេះខ្ញុំប្រាប់បញ្ជាក់បង្ហាញឲ្យអគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនឯងស្ដាប់ឲ្យបានច្បាស់លាស់កុំឲ្យមកធ្វើរដ្ឋមន្ត្រីជាង30 ឆ្នាំហើយមិនដឹងខ្យល់ហើយមកប្រើនយោបាយបន្លាចប្រជាពលរដ្ឋហើយមិនយកប្រជាពលរដ្ឋមិនគិតគូរពីផលប្រយោជន៍របស់ប្រជាពលរដ្ឋបែរជាប្រើពាក្យមួយមកបន្លាចប្រជាពលរដ្ឋហើយយកដោះសារខ្លួនឯងតែខ្លួនឯងនឹងត្រឹមត្រូវតែទៀតនេះខ្ញុំប្រាប់អគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនឯងកុំឲ្យយកទស្សនៈនឹងមកបន្លាចប្រជាពលរដ្ឋហើយមកដោះសារខ្លួនឯងតែខ្លួនឯងនឹងជាចង់រាជការពីអាយុជីវិតដល់ប្រជាពលរដ្ឋបើតាមការពិតអគ្គមហាសេនាបតីឯងត្រូវយល់ឲ្យច្បាស់លាស់អំពីយើងនិយាយពីយន្តហោះគេចែកចេញជាពីរអាមួយគេហៅថាយន្តហោះជំនួញអាមួយទៀតយន្តហោះចម្បាំងដូច្នេះឥឡូវនេះខ្ញុំគិតតែចង់និយាយពីយន្តហោះជំនួញគេមានផ្លូវរបស់គេបើកអ្វីក៏ដោយគេហៅថាយន្តហោះជំនួញគេបើកទៅតាមផ្លូវអន្តរជាតិដូចគេនៅក្នុងច្បាប់យន្តហោះជំនួញដែលគេឆ្លងកាត់រាល់ថ្ងៃហ្នឹងក្នុងពិភពលោកគឺគេបើកទៅតាមផ្លូវអន្តរជាតិមិនមែនជាផ្លូវឆ្លងពីកូរ៉េនឹងទេដូចជាចំណុចហ្នឹងយើងត្រូវយល់ឲ្យច្បាស់លាស់អត់មានពាក់ព័ន្ធនឹងរឿងយន្តហោះចម្បាំងបើយន្តហោះចម្បាំងគឺគេផ្ដោតទៅលើប្រទេសសង្គ្រាមជាមួយប្រទេសណាគេផ្ដោតទៅលើប្រទេសហ្នឹងដើម្បីគេប្រើនៅសពាវុធបាញ់ទម្លាក់ឬក៏កំទេចនៅប្រទេសហ្នឹងអាហ្នឹងវាជារឿងខុសពីយន្តហោះជំនួញគេបើកទៅតាមផ្លូវអាកាសដែលជាផ្លូវអន្តរជាតិដូចគ្នានៅក្នុងច្បាប់អន្តរជាតិកម្ពស់លើសតែពី 10000 ម៉ែត្រឡើងទៅអាហ្នឹងគេហៅថាវាជាផ្លូវវាជាកម្ពស់របស់អន្តរជាតិមិនមែននៅក្នុងក្របខ័ណ្ឌប្រទេសនីមួយទេដូច្នេះយើងគិតមើលថាកប៉ាល់ហោះបើសិនជាខុសក្រោមកម្ពស់ 10000 ម៉ែត្រអាហ្នឹងគេត្រូវសុំផ្លូវឆ្លងកាត់អាហ្នឹងគេបង់ទៅតាមអត្រាដែលចំនួនគេឆ្លងកាត់រាល់ថ្ងៃហ្នឹងគេត្រូវបង់ទៅប្រទេសណាខ្លះដែលគេឆ្លងកាត់ហ្នឹងក៏គេបង់នៅរឹកលុយគេត្រូវឆ្លងកាត់ដែរគេមានច្បាប់មានទម្លាប់គេមានការទំនាក់ទំនងហើយទៅតាមរបៀបគេហៅថាផ្លូវអាកាសដូច្នេះអគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនឯងនិយាយអត់ដឹងក្បាលដឹងកន្ទុយមកធ្វើរដ្ឋមន្ត្រីជាង30 ឆ្នាំហើយមិនដឹងថាផ្លូវអាកាសវាមានជាផ្លូវអន្តរជាតិទេហើយគេបើកនៅក្នុងខ្សែបន្ទាត់អីធម្មតារវាងយន្តហោះវាមានគេហៅថាបន្ទាត់ឈរនិងបន្ទាត់ផ្ដេកបើបកភាសាអង់គ្លេសគេហៅថា horizontal ហើយនិង vertical ហើយចំណុចមួយទៀតបើយើងនិយាយពីរឿងត្រីវិស័យដែលគេបើកនៅក្នុងប្រមាណអង្សានៅជាផ្លូវអន្តរជាតិដូចជាអន្តរជាតិគេមានផ្លូវរបស់គេដែលគេបើករឿងអីដែលអាមីស៊ីលមកបាញ់ទម្លាក់យន្តហោះជំនួញរបស់គេអានិយាយឡើងអត់មានដឹងក្បាលដឹងកន្ទុយមកធ្វើរដ្ឋមន្ត្រីជាង30 ឆ្នាំហើយអត់ដឹងថាផ្លូវអន្តរជាតិនិងផ្លូវជាតិនឹងវានៅកន្លែងណាអានេះខ្ញុំបញ្ជាក់ប្រាប់ឲ្យបានច្បាស់លាស់អានេះយើងនិយាយពីបញ្ហាយន្តហោះជំនួញហើយយកបើសិនយើងនិយាយពីយន្តហោះចម្បាំងគេដឹងច្បាស់លាស់ណាអ្នកដែលគេអ្នកឯងឆ្លងកាត់ព្រំដែនតែនៅការព្រំអាកាសគេមានកម្រិតណាកម្ពស់ណារ៉ាដាគេចាប់បានទាំងអស់ពួកគេចាប់គេមានកម្រិតដែលគេចាប់តែគេមិនដែលទៅចាប់ទៅគេហៅថាយន្តហោះជំនួញទេយន្តហោះជំនួញគេមានផ្លូវអន្តរជាតិគេឆ្លងកាត់ដូច្នេះអ្វីក៏ដោយគេមានក្របខ័ណ្ឌគេធ្វើតាម4ខ្នាតត្រឹមត្រូវអ្វីដែលសង្គ្រាមកើតឡើងរវាងប្រទេសមួយទៅប្រទេសមួយតើវាមានពាក់ព័ន្ធអីជាមួយនឹងយន្តហោះជំនួញដូចជាចំណុចហ្នឹងអគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនឯងបើមិនចង់ទទួលខុសត្រូវទៅលើបញ្ហាជាតិខ្មែរទេហើយកុំឲ្យយកទស្សនៈនឹងយកមកធ្វើជាលេសថាខ្លួនឯងនឹងចង់រក្សាជីវិតជាជាតិខ្មែរយើងវាតាមក៏ពិតអគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនឯងបើចង់រក្សាជីវិតប្រជាពលរដ្ឋមិនមែនទុកឲ្យប្រជាពលរដ្ឋតាមព្រំដែនគេបាញ់គេសម្លាប់គេកំទេចប្រជាពលរដ្ឋរាល់ថ្ងៃហ្នឹងទាំងខាងយួនទាំងខាងសៀមក៏ដោយគេកំទេចប្រជាពលរដ្ឋខ្មែរយើងគេសម្លាប់ប្រជាពលរដ្ឋខ្មែរយើងមិនដែលឃើញអគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនឯងចេញមកធ្វើអន្តរាគមឬក៏តវ៉ាជាមួយនឹងពួកជិតខាងជាពិសេសក្រុមពួកអាកម្ពុជាយួនឈានពីទឹកដីខ្មែរមិនដែលឃើញអគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនឯងចេញមុខមកដើម្បីការពារអីទេអានេះតែខ្ញុំចង់បញ្ជាក់បង្ហាញឲ្យ
បានច្បាស់លើហើយកុំអោយយូរលេសទាំងអស់ហ្នឹងយកមកដោះស្រាយតែខ្លួនឯងហ្នឹងស្អីគេចង់មកការពារអ្នកស្អីស្រឡាញ់ប្រជាជាតិខ្មែរយើងនេះអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងបានបំរើតែយួនទេសម្រាប់តែជាខ្លួនឯងអានឹងខ្លាំងខ្លាធ្វើការចេះដឹងបានបោកតែប្រជាពលរដ្ឋពលករតែកម្មករស្រែទេតែសម័យបច្ចុប្បន្នខុសគ្នាណាហើយជាពិសេសឥឡូវដែលមានអៀកំសែងចង់ឆ្លោះបញ្ចាំងបញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់កុំអោយអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងមកបោកប្រជាពលរដ្ឋបន្តទៀតបាទសូមស្ដាប់បន្ថែមទៀតឥឡូវបើតាមកប៉ាល់ទឹកអ្នកណាព្រមជួលកប៉ាល់ឲ្យយើងអ្នកណាព្រមជួលកប៉ាល់ឲ្យយើងហើយទៅនឹងតាមផ្លូវនឹងគេបាញ់ឲ្យអត់អញ្ចឹងជើងអាកាសនិងជើងទឹកពិតមែនហើយប្រទេសថៃរដ្ឋមន្ត្រីការបរទេសគាត់ប្រកាសត្រៀមកប៉ាល់ទឹកយកដល់កម្ពុជាអត់មានសមត្ថភាពបែបនោះទេខ្ញុំមើលទៅអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងកាន់តែភ្លើមែនទេហើយពាក្យដែលជួកប៉ាល់ទឹកក៏ដោយជួកប៉ាល់ហោះក៏ដោយព្រោះយើងជាអ្នកដែលគ្រប់គ្រងយើងជាឪពុកម្ដាយរបស់គេយើងជាឪពុកម្ដាយរបស់កូនចៅហើយកូនរោចំណូលនៅក្នុងមួយខែចូលទៅដល់ប្រទេសជាតិវិញ7ទៅ10លានដុល្លារនៅក្នុងមួយខែបានន័យថាក្នុងមួយឆ្នាំវា210លានដុល្លារនៅក្នុងមួយឆ្នាំចំនួនតែប្រជាកូនចៅខ្លួនឯងបានន័យថា 35,000 នាក់ក៏នៅប៉ុណ្្នឹងផងអានឹងយើងមិនសរុបរួមនៅក្នុងចំនួន4ទៅ10លានទេយើងដកនៅក្នុងចំណុចតែ 35,000 នាក់ហ្នឹងចំណូលចូលទៅដល់ជាតិក្នុងមួយឆ្នាំវា210លានដុល្លារដោយភាពដែលកំសោយបំផុតហើយបែបផ្ទុយទៅវិញបែរជាអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងមកនិយាយថាទៅរោជួកប៉ាល់ទឹកឯណាទៅរោកប៉ាល់ហោះយ៉ាងម៉េចហើយទៅប្រើពាក្យកំឡាននឹងគេបាញ់មីស៊ូលឥឡូវយើងចូលមកនិយាយអំពីរឿងកប៉ាល់ទឹកម្ដងបើសិនជាកប៉ាល់ទឹកយើងនិយាយថាអត់ដឹងទៅជួលប្រទេសណាអ្វីក៏ដោយដូចខ្ញុំចង់និយាយចឹងបើយើងចង់ទៅជួលប្រទេសណាវាមិនខ្វះទេប្រទេសគេអាចដឹកចំនួនពលករដែលនៅកូរ៉េគេអាចដឹកចេញបានឲ្យតែយើងមានចិត្តចង់ដើម្បីជួយរក្សាជីវិតប្រជាពលករខ្មែរយើងជាតិខ្មែរយើងដ៏ពិតប្រាកដហ្នឹងអានឹងវាមិនខ្វះទេតែផ្ទុយទៅវិញបើយើងឈរទៅលើទស្សនៈយើងមិនចង់ចំណាយលុយយើងមិនគិតគូរពីផលប្រយោជន៍ជាតិតែងតែយល់លេសមកហ្នឹងយើងនិយាយពីកប៉ាល់ទឹកបែរជាថាកូរ៉េខាងជើងហ្នឹងមកបាញ់មីស៊ីលហ្នឹងកំតិចគេហៅថាកប៉ាល់ជំនួយដូចខ្ញុំបានបញ្ជាក់អញ្ចឹងវាអត់ខុសគ្នាពីដែនអាកាសទេយើងនិយាយពីដែនទឹកក៏វាមានផ្លូវអន្តរជាតិដែរចេញផុតតែពីដែនគេហៅថា 10000 ម៉ែត្រចេញទៅហ្នឹងក៏គេហៅថាវាជាគេបើកទៅតាមផ្លូវអន្តរជាតិរួចទៅហើយដូចជាផ្លូវអន្តរជាតិក្នុងច្បាប់កូរ៉េខាងជើងក៏អត់មានសិទ្ធិមកលូកលាន់ពីរឿងច្បាប់ផ្លូវអន្តរជាតិពួកគេដែរហើយយើងនិយាយពីការបាញ់យើងសុំសួរថាមើលតាកូរ៉េខាងជើងហ្នឹងវាល្ងងខ្លាំងណាស់ទៅឬក៏ភ្លើណាស់ទៅដើម្បីទៅគំតិចដែលហៅថាកប៉ាល់ជំនួយវាមិនមែនមានសពាវុធមកពីណាគឺការដឹកជំនួយពីឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយបែរជាអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងមិនយល់ពីទស្សនៈនឹងរឿងអីដែលថាមិនយល់បែរជាយករឿងនឹងទាំងអស់មកកលៃមកបំផិនមតិជាតិមកបោកប្រាស់ប្រជាជាតិខ្លួនឯងហើយតាំងខ្លួនឯងហ្នឹងថាជាអ្នកដែលត្រឹមត្រូវតែតាមក៏ពិតនេះគឺជាការបោកប្រាស់ប្រជាជាតិខ្មែរយើងទាំងស្រុងហ្មងហើយគ្មានការគិតគូរទៅដល់ផលប្រយោជន៍ជាតិគិតតែពីបំរើអាយួនសម្រាប់តែជាតិខ្លួនឯងលើកដំកើងពីរឿងវីរភាពដែលខ្លួនឯងតស៊ូជាមួយយួនថាដើម្បីរក្សាវិបត្តិរបស់ខ្មែរយើងសូមសួរថាខ្មែរយើងដែលមានវិបត្តិបណ្ដាលមកពីអីគឺបណ្ដាលមកពីពួកអាកម្ពុជាចោលក្បត់ជាតិបីសាច់បនកំពើហើយដែលសហការជាមួយនឹងអារាជានិយមបល័យពុជសាសបង្កឲ្យវិនិស្សកម្មមហន្តរាយទឹកដីដែលជួបនៅភាពវិនិស្សកម្មមហន្តរាយហើយអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងរត់ទៅជួបព្រៃម៉ាគីដែលបំរើពួកអាយួនសម្រាប់ជាតិខ្មែរយើងគឺបណ្ដាលមកពីអីគឺដោយសារការសហការរួមរយៈជាមួយនឹងអាបីសាច់ស៊ីអនុដែលជាអាបីសាច់បនកំពើស៊ីអនុដែលបំរើយួនសម្រាប់ខ្មែរហ្នឹងអានឹងហើយដែលចូលមកជាអន្តរជីវិតប្រជាជាតិខ្មែរយើងឲ្យស្លាប់អស់ជាង3លាននាក់ហើយបង្កសនិសកម្មមហន្តរាយយួនយកទឹកដីខ្មែរយើងបានទាំងស្រុងហើយនឹងការគ្រប់គ្រងអំណាចនៅក្នុងស្ថាប័នជាតិសពថ្ងៃនេះឡើងដល់ 90% ហ្នឹងមិនមែនអគ្គសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងកុំឲ្យមកយល់លេសហើយអ្វីដែលភាពដែលអួតអាងអត់មានអ្វីក្រៅតែពីនិយាយពីរឿងយួនបានមកជួយខ្មែរលើកតែអ្វីក៏ដោយគេហៅថាបំផិនមតិជាតិនិងបំផិនមតិអន្តរជាតិតែអ្នកឯងមិនអាចបំផិនអៀកំស្រេងបានទេគ្នាកន្លែងហ្នឹងដូច្នេះអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងបែរជាយកមកបកស្រាយដើម្បីបន្លាចប្រជាពលរដ្ឋហើយធ្វើឲ្យប្រជាពលរដ្ឋហ្នឹងមានតែភាពសៅមងស្អប់អគ្គមហាសេនាបតីមេចៅភ្នែកទូឯងកាន់តែខ្លាំងថែមទៀតដោយសារអីរឿងមិនសមនឹងយកមកនិយាយបែរជាយករឿងដែលអត់ប្រយោជន៍យកមកនិយាយហើយលើកតម្កើងតែខ្លួនឯងនឹងកិនបើសំណួរសួរថាខ្លួនឯងហ្នឹងធ្វើខុសឬក៏ធ្វើត្រូវប្រកាសជាធ្វើខុសទាំងស្រុងដែលគ្មានគេហៅ
ថាជាចរិតជាមេដឹកនាំដ៏ត្រឹមត្រូវដ៏ពិតគាត់ហើយនឹងច្បាស់លាស់ថែមទៀតដូចជាចំណុចហ្នឹងឯងដែលបញ្ជាក់បង្ហាញថាអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនបំរើយួនសម្រាប់ជាតិខ្លួនឯងបានន័យថាខ្លួនឯងជាអាយ៉ងរបស់យួនហើយសម្រាប់តែជាតិខ្លួនឯងមិនខ្វល់ខ្វាយពីបញ្ហាវិបត្តិនៅប្រទេសជាតិនេះតែអៀកុំសេងចង់បញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់ហើយនឹងចាក់បន្ថែមទៀតបាទពិតមែនហើយប្រទេសថៃរដ្ឋមន្ត្រីការបរទេសគាត់ប្រកាសត្រៀមបាល់ទឹកយកដល់កម្ពុជាអត់មានសមត្ថភាពបែបនោះទេប៉ុន្តែបើមានក៏អត់ធ្វើដែរខ្ញុំមិនធ្វើមូលហេតុគឺវាគ្រោះថ្នាក់ប៉ុន្តែអ្វីដែលគ្រោះថ្នាក់ជាងទៀតណាបើសិនប្រកាសចងាប់ចងល់បើខ្ញុំជាមេដឹកនាំកូរ៉េថាពាក្យខ្មែរយើងគេថារួមសុខរួមទុក្ខលោកឯងរួមតែសុខទេណាអាទុក្ខអត់រួមជាមួយខ្ញុំទៅបង្ហូតទៅមកមិនបាច់មកវិញទេឥឡូវគេទៅយើងរួមសុខរួមទុក្ខដល់ទៅពេលមានទុក្ខរត់ប្រូចបើខ្ញុំជាមេដឹកនាំកូរ៉េប្រាប់ថាថ្ងៃក្រោយមិនចាំបាច់មកនិយាយជាមួយខ្ញុំទេជនជាតិណែឯងបកកែខាងរត់ចោលអញ្ចឹងទៅចុះអានេះខ្ញុំបញ្ជាក់បង្ហាញអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនឯងនិយាយភ្លើមែនទែនមកភ្លើទៅមែនទែនមកយើងនិយាយពីបញ្ហាប្រជាពលករទៅធ្វើការនៅកូរ៉េយើងរួមសុខរួមទុក្ខយ៉ាងម៉េចកូរ៉េគេត្រូវការកម្មករទៅធ្វើការមិនមែនគេឲ្យខ្មែរយើងទៅជួយគេទេឬក៏គេមកជួយខ្មែរទេនេះជាហៅថាការដោះដូររវាងកម្មករនិងតុកែដូចជាចំណុចហ្នឹងអ្នកឯងចង់បានអីខ្ញុំចង់បានអីបានន័យថាគេចង់បានកម្មករមកធ្វើការដើម្បីគេយកចំណេញហើយយើងទៅធ្វើការឲ្យគេបានន័យថាយើងនឹងទៅបំពេញករណីកិច្ចអ្វីដែលគេចង់បានតែយើងទាមទារនៅកម្រៃតែសមស្របគេហៅថាចរចាគ្នាធ្វើការមិនមែនជួយគ្នាទៅវិញទៅមកទេនេះតែខ្ញុំបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់នេះអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនឯងហេតុអីបានយកមនោសញ្ចេតនាមកនិយាយពីកិច្ចការរុស្ស៊ីអានេះកិច្ចការជំនួញការជួញដូររវាងដែលអ្នកឯងត្រូវការខ្ញុំត្រូវការការងារអានេះក៏នៅពីហ្នឹងទេតែបើសិនជាថាបើអ្នកឯងឲ្យតម្លៃថោកក៏ខ្ញុំអត់ទៅដែរមិនមែនខ្ញុំមានមនោសញ្ចេតនាស្អីជាមួយអ្នកឯងយើងនិយាយពីការដោះដូរគឺការចរចានៅការរុស្ស៊ីបែរជាអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនមិនយល់ពីការរុស្ស៊ីមិនយល់ពីមនោសញ្ចេតនាដែលជួយគ្នារវាងមិត្តភ័ក្តិអានឹងវាខុសគ្នាអានឹងខ្ញុំនិយាយពីការរុស្ស៊ីហើយទន្ទឹមនឹងពេលនេះយើងនិយាយថាកូរ៉េមានប្រកាសភាពអាសន្នយើងសូមសួរថាកម្មការនេះដែលរត់ចោលហើយបើសិនជានៅអាចជួយឲ្យបានជួយឲ្យគេផ្លោងឲ្យងាប់ជួយគេដាក់មីស៊ុលកំទេចខ្មែរយើងឲ្យអស់ទៅអានឹងមកហៅថាសេចក្តីសុខដូចជាចំណុចហ្នឹងអ្វីដែលយើងបើសិនជាអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនឯងបើមានភាពខ្លាំងក្លាបញ្ជូនទ័ពចូលទៅប្រទេសកូរ៉េទៅអានឹងមកហៅថាជួយគ្នាទៅវិញទៅមកនៅពេលដែលកូរ៉េមានភាពអាសន្នគេបញ្ជូនទ័ពមកចូលស្រុកខ្មែរពេលដែលយើងពេលកូរ៉េដែលមានប្រកាសភាពអាសន្នយើងបញ្ជូនទ័ពទៅដាក់នៅស្រុកកូរ៉េអានឹងមកហៅថាជួយគ្នាទៅវិញទៅមកលើផ្នែកខាងមនោសញ្ចេតនាតែផ្ទុយទៅវិញយើងយកពីកម្មការនីយើងយកទៅជួយបានជួយឲ្យតែគេចាំកំតិចប្រជាពលរដ្ឋដែលគ្នាទុនខ្សោយអត់មានសភាវុធនោះហើយចង់បញ្ចប់អ្នកដែលរងវិបត្តិហ្នឹងគឺកូរ៉េខាងត្បូងពីព្រោះកូរ៉េខាងត្បូងគេបានប្រកាសជាចំហហើយតាសូមឲ្យបងប្អូនដកខ្លួនចេញជាបន្ទាន់ដើម្បីកុំឲ្យគេនឹងទទួលនៅរងវិបត្តិចំណុចហ្នឹងគឺគេបានប្រកាសហើយបែរជាអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនឯងនៅការនិយាយស្ដីតែបែរជាមិនយល់ពីការពិតមកនិយាយដើម្បីជួយកំទេចជាតិសាសន៍ខ្មែរយើងបន្ថែមទៀតបែរជាខ្លួនឯងប្រើមនោសញ្ចេតនាថាស្អីគេស្មោះស្ម័គ្របដូរផ្ដាច់បដូរអាចគ្នាស៊ីរួមសុខមិនបានរួមទុក្ខអានឹងហើយជាពិធីបោកប្រាស់ប្រជាពលរដ្ឋសម្រាប់ជាខ្លួនឯងនេះហើយដែលអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនឯងបានន័យថាគាត់តែប្រើពាក្យបន្លឺបន្លំប្រជាពលរដ្ឋតែមិនអាចបន្លំអៀកំសែងបានទេនេះតែខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់នេះអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនឯងបានន័យថាធ្វើចោលសម្រាប់តែជាមួយជាតិខ្មែរទេមិនហ៊ានទៅធ្វើជាមួយអ្នកដទៃទេហេតុអីខ្លួនឯងសមត្ថភាពនិងភាពច្បាស់លាស់គ្មានកម្រិតណាមួយកម្ពស់ណាមួយដែលអាចនឹងឲ្យគេនឹងគោរពនឹងឲ្យគេទទួលស្គាល់ទៅការចេះដឹងចេះស្អីគេធ្វើរដ្ឋមន្ត្រីជាង30ឆ្នាំហើយស្ការចេះដឹងបន្តិចការនិយាយស្ដីអត់ដឹងថាចំណុចខ្លាំងចំណុចខ្សោយនៅកន្លែងណានិយាយភ្លើអត់ដឹងក្បាលដឹងកន្ទុយនេះហើយតែខ្ញុំចង់បញ្ជាក់ប្រាប់អៀកំសែងចង់ប្រកាសចេញជាអាឡារឹកមកនិយាយអត់ដឹងក្បាលដឹងកន្ទុយហើយមកចង់មកដំកើងខ្លួនឯងស្អីគេមនោសញ្ចេតនាស្អីគេមនោសញ្ចេតនារវាងកូរ៉េខាងត្បូងហើយនៅប្រទេសជាតិនឹងសួរថាកម្មការនេះដែលគ្នាទៅធ្វើការហ្នឹងគ្នាមិនមែនទៅធ្វើសង្គ្រាមនៅប្រទេសកូរ៉េខាងត្បូងទេណាគឺបញ្ហាទៅសហការតាមបំរើគេតាមរោងចក្រនីមួយដើម្បីតម្រូវការឲ្យគេមានភាពចំណេញ
អានេះគេហៅថាការដោះដូរនៅរវាងសេដ្ឋកិច្ចនិងសេដ្ឋកិច្ចតែផ្ទុយទៅវិញនេះអគ្គមហាសេនាបតីមេចៅដូចទូហ៊ុនសែនឯងយកពីរឿងសេដ្ឋកិច្ចមកនិយាយពីមនោសញ្ចេតនាសង្គ្រាមបើពុំដូចឆេះទេហេតុអីបានមិនដាក់កម្លាំងទ័ពខ្មែរយើងលើកទ័ពខ្មែរយើងទៅជួយកូរ៉េខាងត្បូងទៅអានឹងមកហៅថាមនោសញ្ចេតនានៃការជួយត្រូវយើងដឹងថាទៅរកកប៉ាល់ទឹកតម្លៃអស់ប្រមាណកប៉ាល់ហោះអស់ប្រមាណនេះជាទូនាទីយើងជាអ្នកដឹកនាំត្រូវការគ្រប់គ្រងនៅគ្រប់អំណាចអស់ហ្នឹងហើយទូលេខទាំងអស់ហ្នឹងត្រូវតែគិតចេញដល់ខ្លួនឯងមិនបាច់ចាំគេមកបញ្យល់ទេនេះអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងភ្លើតែមែនទេមកហើយគ្មានចំណុចមួយណាដែលការចេះដឹងអានឹងហើយគេហៅថាអាមេដឹកនាំចេញពីព្រៃមិនមែនមេដឹកនាំដល់ពិតប្រកបទេធ្វើនយោបាយ30ឆ្នាំបើរៀនក៏គេហៅថាខ្លាយទៅជាបណ្ឌិតដែរតែអានេះគេហៅថាបណ្ឌិតលើមែនទេមកបណ្ឌិតបំផ្លាញជាតិសម្រាប់តែជាតិខ្លួនឯងលើកតម្កើងយួនឥឡូវយួនកំពុងតែលើកតម្កើងហើយគេគោរពគេខ្លាចណាអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងសូម្បីតែអ្នកក្រមបង្គាប់ហ្នឹងក៏វាបានទទួលថាទឹកដីវាយកទៅទឹកដីប្រជាពលរដ្ឋខ្មែរទៅមិនមែនទឹកដីម៉ែវាអីបែរជាអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងមកនិយាយថាទឹកដីហ្នឹងមិនមែនទឹកដីម៉ែលោកឯងណាហើយបានលោកឯងមិនចែកឲ្យប្រជាពលរដ្ឋអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងភ្លើមែនទេមកណាអ្នកក្រមបង្គាប់គេមើលឃើញច្បាស់ថាទឹកដីមិនមែនទឹកដីរបស់ម៉ែវាណាបានន័យថាវាមិនទៅខ្វល់ទេអាអ្នកដែលខ្វល់ហ្នឹងអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងជាអ្នកគ្រងអំណាចអានឹងហើយគេហៅថាបើខ្លាទុកស្បែកបាក់សីទុករោគមនុស្សទុកឈ្មោះនេះស្ដាប់ពាក្យអៀកំសែងឲ្យបានច្បាស់លើអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងបាទខ្ញុំចាំតែទៀតណែអ្នកខ្លះណាបកែណាស់ឡើងលើវេទិកាបងប្អូនស្លាប់រស់ជាមួយគ្នាប៉ុន្តែដល់តែមានរឿងវិញអញមិនបានងាប់ជាមួយឯងទេអញទៅមិនមែនជាស្ទីលរបស់ហ៊ុនសែនទេណាស្អីមិនមែនហ៊ុនសែនស្ទាយទេហ៊ុនសែនស្ទាយកាន់តែពិបាកកាន់តែនៅជាប់ប្រជាជនលើការចេះស្រែងអាយុ25ឆ្នាំបែកពីប្រពន្ធឆ្លងកាត់ការតស៊ូមួយដើម្បីរៀបចំកម្លាំងមកដល់ក្នុងប្រទេសវៀតណាមគេរៀបចំគឺថាក្រៅពីថាឃុំហើយព្រោះហើយគេប្រាប់ថាណែចង់ទៅអូស្ត្រាលីឬទៅជប៉ុនឬទៅប្រាំងឬទៅកាណាដាឬទៅអាមេរិកគេជួយរៀបចំខ្ញុំថាទេខ្ញុំមកនេះមិនមែនរត់ចោលស្រុកទេបើសិនជាអស់លោកមិនអាចជួយខ្ញុំបានទេសូមបកគលកំភ្លើងឲ្យខ្ញុំវិញខ្ញុំទៅងាប់ជាមួយប្រជាជនខ្ញុំវាយឯងតដល់ដួលហ្នឹងមានអីស៊ីឆ្នាំ79រដ្ឋមន្ត្រីការបរទេសរបប6-10 គីឡូ10 គីឡូក6 គីឡូពោតនៅនឹងជួបប្រពន្ធឡើងវិញអាកូនវាហៅពូអាកូនវាហៅពូអ្វីដែលអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងនិយាយមិនមែនជា style ឬក៏ជា star របស់ហ៊ុនសែនទេដែលរត់ចោលគ្នាឯងដូច្នេះអានឹងហើយយួនវាឲ្យតម្លៃថាមានតែសัตว์ទេគេឲ្យតម្លៃថាអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងបានន័យថាគោរពម្ចាស់ល្អណាស់គោរពម្ចាស់បានត្រឹមត្រូវណាស់ដោយសារភ្លេចពីដើមកំណើតរបស់ខ្លួនឯងហើយទទួលស្គាល់អាមេក្បត់ប្រទេសជាតិខ្លួនឯងនៅតែស្មោះស្ម័គ្របំរើអាយួនបើមកសម្លាប់ជាតិខ្មែរយើងនឹងហើយដែលសបញ្ជាក់ឲ្យឃើញថាដែលហៅថាភាពដែលស្មោះស្ម័គ្រមិនងាយរត់ចោលគ្នាឯងនឹងគឺមិនងាយរត់ចោលអាមេយួនដើម្បីកំទេចជាតិសាសន៍ខ្លួនឯងយើងសូមសួរថាអ្នកណាដែលលើកតម្កើងអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងគឺអាយួនជាកុងដើម្បីទៅឈរទៅលើទស្សនៈដើម្បីឈរលើជំហរនៅក្នុងឆ្នាំ1972នៅក្នុងអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងបានធ្វើជាមេបញ្ជាការកងទ័ពនៅក្នុងជួរខ្មែរក្រហមយើងសូមសួរថាតើអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងមានសមត្ថភាពអីបានឡើងទៅដល់កាន់ទៅដល់មេបញ្ជាការក៏រក្សណាតូចដូច្នេះយើងមើលពីជំហរនយោបាយខ្លួនឯងនៅក្មេងអាយុមិនទាន់បានទាំងអាយុ20ស្រួលបួលផងបានន័យថាខ្លួនឯងទៅកាន់មេបញ្ជាការទ័ពហើយនៅក្នុងទស្សនៈទាំងអស់ហ្នឹងហើយបន្ទាប់មកទៀតយើងមើលទៅអានឹងហើយដែលពួកអាយកុងវាលើកតម្កើងអគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងឲ្យធ្វើជាមេបញ្ជាការដើម្បីទៅគ្រប់គ្រងសម្រាប់ជាតិខ្មែរយើងបំរើយួនឲ្យយួនរួមកម្លាំងជាមួយយួនដើម្បីមកយកទឹកដីខ្មែរយើងអានេះដែលសបញ្ជាក់បង្ហាញឲ្យបានច្បាស់ហើយបន្ថែមពីនឹងថែមទៀតយើងមើលឃើញថានៅក្នុងឆ្នាំ1975មកទល់នឹងឆ្នាំ1977អគ្គមហាសេនាបតីមេចៅភ្នែកទូហ៊ុនសែនឯងបានន័យថាបំរើម្ចាស់បានត្រឹមត្រូវណាស់ដើម្បីទៅហៅថាសហការជាមួយនឹងពួកអាយួនហ្នឹងដើម្បីសម្លាប់ជាតិខ្មែរយើងនៅក្នុងសម័យរបបខ្មែរក្រហមដូចជាដោយចូលទៅក្នុងហៅថាជាចារកិច្ចរបស់យួនដើម្បី
ដើម្បីកំទេចជាតិសាសន៍ខ្មែរយើងមើលឃើញនៅក្នុងឆ្នាំ1977ក្រុមពួកអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនឯងបានទៅសម្លាប់ប្រជាជាតិកម្ពុជាក្រោមងាប់គោជើងតែបញ្ហានេះជារឿងនយោបាយហៅថាព្រួយមួយបាញ់បានចាប់3នៅក្នុងទស្សនៈដែលខ្ញុំតែងតែបញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់ពីបញ្ហាពីសម័យឆ្នាំ1977យួនបានចលោតាមព្រំដែនវាយមកព្រំដែនចូលមកទឹកដីខ្មែរយើងតាមមជួរខេត្តស្វាយរៀងហើយបន្ទាប់មកទៀតខាងពលពតក៏បានលើកកម្លាំងទ័ពវាយត្រឡប់ទៅវិញពេលហ្នឹងអាយួនបានបញ្ជាមកឲ្យប្រាប់ក្រុមពួកហ៊ុនសែនទាំងអស់ហ្នឹងដើម្បីដល់ពេលដែលវាយចូលយួននឹងដក9ខេត្តពេលហ្នឹងហើយគេឲ្យក្រុមពួកអាចារ្យកិច្ចនៅក្នុងជួរខ្មែរក្រហមហ្នឹងដើម្បីទៅសម្លាប់ប្រជាជនយួនកុំឲ្យសល់សូម្បីតែកូនក្មេងក៏កុំឲ្យទុកកន្លែងហ្នឹងហើយជាចំណុចដែលសំខាន់ណាពេលហ្នឹងអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែននិងក្រុមពួកបញ្ជាកងទ័ពដែលបញ្ជាការរបស់ហេងសំរិនហ្នឹងចូលទៅវាយយួនត្រឡប់ទៅយួនដក9ខេត្តពេលហ្នឹងពួកហេងសំរិនហើយនិងហ៊ុនសែននេះសម្លាប់ប្រជាជាតិខ្មែរកម្ពុជាក្រោមងាប់គោជើងដោយសារឈោទៅលើតាមបណ្ដាំនៅល្បិចកលរបស់យួនដែលយួនវាដក9ខេត្តដល់ពេលហ្នឹងដែលវាហៅអង្គការសហប្រជាជាតិឲ្យចុះមកមើលថាពលពតបានរំលោភទៅលើអធិបតេយ្យភាពបូរណភាពទឹកដីវាហើយសម្លាប់ប្រជាជនវាហើយឲ្យមើលឃើញថាសកម្មភាពហ្នឹងហើយពលពតគឺជាភាពតែព្រៃផ្សៃដល់ចុងបញ្ចប់វាលើកកម្លាំងមកវាយមកវិញហើយវាប្រាប់ទៅដល់ក្រុមពួកហេងសំរិនពួកហ៊ុនសែនហ្នឹងឲ្យដកកម្លាំងចូលទៅខាងយាមិញវិញពេលហ្នឹងដល់ពេលដែលពលពតលើកកម្លាំងតទល់នៅក្នុងឆ្នាំ78បន្តទៀតដោយលើកអត់បានដោយសារអីកម្លាំងក្រុមអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនក្រុមពួកហេងសំរិនបានដកកម្លាំងទ័ពនឹងទាំងអស់ចូលទៅយួនវិញហើយយួនបង្កើតនៅរណសេរី2ធ្នូកន្លែងហ្នឹងហើយដែលសបញ្ជាក់បង្ហាញឲ្យឃើញថាល្បិចកលដែលសម្រាប់ខ្មែរយើងនៅក្នុងសម័យខ្មែរក្រហម3សាយក៏ពួកវាដុតផ្ទះក៏ពួកវាមកផលិតផ្ទះក៏ពួកវាដោយសារអីសិតតែជាក្រុមចារកិច្ចដែលបំរើយួនសម្រាប់ជាតិខ្មែរយើងដោយពិតប្រាកដដែលអ្នកឯងមិនអាចនឹងកន្លែងបានហើយប្រវត្តិសាស្ត្រឲ្យយើងមើលទៅហើយបងប្អូននៅក្នុងសម័យខ្មែរក្រហមអ្នកណាក៏យើងដឹងមើលឃើញថាសកម្មភាពនយោបាយដែលយួនមកឈ្លានពានទឹកដីខ្មែរយើងយួនមកចលោព្រំដែនគំនិតខ្មែរយើងតាមព្រំដែនហើយដល់ចំណុចសំខាន់វាលើកកម្លាំងទ័ពទៅសិតតែក្រុមពួកចារកិច្ចយួនហ្នឹងនៅក្នុងបណ្ដាញពលពតហ្នឹងវាចូលទៅដល់7ទៅ80%នៅក្នុងបណ្ដាញពលពតដែលហៅថាសិតតែជាសកម្មភាពរបស់យួននៅក្នុងដែលហៅថាដើម្បីវាសម្លាប់ខ្មែរហើយវាយល់លេសហ្នឹងវារត់ចូលទៅហើយវាទៅបង្កើតរណសេរី2ធ្នូចំណុចហ្នឹងហើយនៅក្នុងរយៈពេលតែវាវាយតែ7ថ្ងៃទេវាវាយចូលមកបានដល់ភ្នំពេញដោយសារអីដោយសារវាដឹងថាកម្លាំងខ្មែរក្រហមអត់មានកម្លាំងទ័ពណាមួយទេកន្លែងហ្នឹងហើយដែលយើងមើលឃើញសកម្មភាពនិងភាពច្បាស់លាស់ណាស់ដែលវាហៅថាវាមកដុតផ្ទះយើងរួចហើយវាយកឡានទឹកមកផលិតផ្ទះយើងបែរជាយើងហ្នឹងអស់រយៈកាល30ឆ្នាំហើយយើងទទួលស្គាល់ថា7មករាយួនមកជួយរំដោះខ្មែរយើងនឹងឲ្យបានពិតប្រាកដតាមក៏ពិតនឹងហើយនេះគេហៅថាល្បិចមួយព្រួយមួយបាញ់បានចាប់3ចាប់ទី1គឺបានសម្លាប់ប្រជាជនកម្ពុជាក្រោមកាត់បន្ថយជនជាតិខ្មែរយើងឲ្យបានមួយបំណែកអានឹងគេហៅថាចាប់ទី1ចាប់ទី2បានហៅអង្គការសហប្រជាជាតិឲ្យចុះមកមើលឃើញថាអក្រិតកម្មសម្លាប់ប្រជាជាតិយួនងាប់អស់រាប់ម៉ឺនអ្នកគោជើងដែលឲ្យអន្តរជាតិគេមើលឃើញថាភាពពលពតវាជាសាហាវព្រៃផ្សៃមកឈ្លានពានទឹកដីវៀតណាមដែលសបបញ្ជាក់ឲ្យឃើញថាអ្វីដែលវៀតណាមគេធ្វើហ្នឹងគឺនៅការតបតនឹងជួយទៅដល់កម្លាំងជាតិខ្មែរយើងវិញអានឹងជាចំណុចដែលគេប្រើពីវិធីសាស្ត្រចាប់ទី2គេហៅថាបង្ហាញបញ្ជាក់បង្ហាញឲ្យអន្តរជាតិហ្នឹងមើលឃើញថាពលពតគឺជាក្រុមសាហាវព្រៃផ្សៃសម្រាប់ជនជាតិយួនដ៏ពិតប្រាកដអានេះបញ្ជាក់បង្ហាញនៅចាប់ទី2ចាប់ទី3គេយល់លេសចំណុចមួយទៀតនឹងហើយដែលបានបង្កើតទៅថ្ងៃទី2ធ្នូឆ្នាំ78ដែលលើកកម្លាំងទ័ពរៀបចំកម្លាំងដែលមកវាយយកទឹកដីខ្មែរយើងបានបង្កើតនៅថ្ងៃ7មករាកន្លែងនឹងហើយដែលជានយោបាយព្រួយមួយបាញ់បានចាប់3អគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនបានសហការជាមួយយួនបំរើយួនអស់រយៈពេលជាច្រើនឆ្នាំមកហើយសរុបសេចក្តីទាំងអស់នៅក្នុងជួរគណៈបកប្រជាជនយើងមើលឃើញតែខ្ញុំតែងតែអំណាងបញ្ជាក់បង្ហាញប្រាប់បងប្អូនយើងជាច្រើនលើកច្រើនសារពីបញ្ហាយើងទាំងអស់ហើយពិធីសាស្ត្រដែលយួនគេបង្កើតបានថ្ងៃ2ធ្នូហ្នឹងគឺជាថ្ងៃដែលវារៀបចំកម្លាំងទ័ពឬកម្លាំងពួកហេងសំរិនហើយនិងកម្លាំងពួកយួនទាំងអស់ដែលវារៀបចំកម្លាំងហើយវាលើកកម្លាំងហ្នឹងមកវាយហើយបានតែ7ថ្ងៃទេវាវាយយកពីខ្មែរក្រហមជាពិសេសពីពលពតបានទាំងស្រុងកន្លែងហ្នឹងហើយដែលពលពតតែងតែមានភាពចលនានៅខាងក្នុងវាមិនដឹងថាអ្នកណាមួយមិត្តអ្នកណាមួយជាសត្រូវពីព្រោះយើងតែងតែយល់ឲ្យច្បាស់មិនដឹងថាឥឡូវតស៊ូជាមួយគ្នាអស់រយៈពេលជាង10ឆ្នាំនៅក្នុងសម័យលន់នល់យើងតស៊ូជាមួយគ្នាតែដល់ចុងបញ្ចប់អ្នកដែលក្បត់ពលពតវាចូល70ទៅ80%ពលពតដែលវាមើលឃើញថាតើអ្នកណាជាមិត្តវាដល់ពិតប្រាកដហើយអ្នកណាហៅថាជាសត្រូវរបស់វាដល់ពិតប្រាកដហ្នឹងគឺពលពតបែងចែកនៅក្នុងសម័យ79ហ្នឹងអ្នកណារត់ទៅទិសខាងកើតអ្នកនឹង
នឹងហើយគេហៅថាជីបៈសម្ព័ន្ធជាមិញចារកិច្ចរបស់យួនបំរើយួនសម្រាប់ជាតិខ្មែរយើងដល់ពិតប្រាកដអ្នកណារត់មកទិសខាងលិចអ្នកនឹងហើយគឺជាក្រុមពួកពលពតដូចជាពលពតវាបែងចែកនៅពេលនឹងគឺច្បាស់លាស់ណាស់ពីព្រោះនៅក្នុងសម័យឆ្នាំ75មកទល់នឹង79យើងមិនអាចបែងចែកបានថាអ្នកណាមិត្តនិងអ្នកណាសត្រូវទេពីព្រោះរឿងអូបាយកលល្បិចកលបាក់ពួកផ្ទៃក្នុងពួកយេមិញវារៀតត្បាតពេញនៅនឹងទាំងអស់ហើយពីរឿងនយោបាយដែលយើងមើលឃើញថាសកម្មភាពនៅក្នុងសម័យខ្មែរក្រហមវាមាន3បកដែលខ្ញុំតែងតែបញ្ជាក់បង្ហាញហើយវាមានបកសៅរើសេរីបកពលពតហើយនិងបកសម្ព័ន្ធយេមិញដែលបង្កប់ខ្លួននៅក្នុងសម័យខ្មែរក្រហមនឹងដូចជាចំណុចនឹងហើយដែលយើងមើលឃើញថានៅក្នុងរយៈពេលតែ3ឆ្នាំ8ខែ20ថ្ងៃហេតុអីបានប្រជាពលរដ្ឋខ្មែរយើងស្លាប់អស់ជិត2លាននាក់បណ្ដាលមកពីអីនឹងហើយគេហៅថានយោបាយសម្រាប់ពូជសាសន៍ខ្មែរយើងឲ្យខ្ទេចទីឲ្យសម្រាប់ឲ្យអស់ដើម្បីវាជំរុញនយោបាយជាបន្ទាន់ដើម្បីមកប្រើពីថាវាមករំដោះខ្មែរយើងអានឹងហើយដែលខ្ញុំតែងតែបញ្ជាក់បង្ហាញថាបិសាចក៏វាព្រះក៏វាលួចដុតផ្ទះយើងក៏វាយកឡានទឹកមកប្រលត់ផ្ទះយើងក៏វានេះហើយដែលសបញ្ជាក់បង្ហាញឲ្យឃើញថាភាពដែលស្មោះត្រង់មិនមែនជាស្តាលរបស់ហ៊ុនសែនដោយសារអីស្តាលរបស់ហ៊ុនសែនគឺស្មោះត្រង់ជាមួយម្ចាស់ដោយទៅហៅថាម្ចាស់គេជាអ្នកណាគឺជាក្រុមយួនបំរើយួនសម្រាប់ជាតិខ្មែរយើងដល់ពិតប្រាកដដូចជាអ្វីដែលគេនិយាយហ្នឹងគឺគេសារភាពបញ្ជាក់បង្ហាញឲ្យបងប្អូនយើងបានច្បាស់លាស់ណាក្រៅពីពាក្យដែលថាវាចង់និយាយថាយួនហ្នឹងឲ្យវានឹងរត់ទៅប្រទេសក្រៅដូចជាកាណាដាអាមេរិកអូស្ត្រាលីបារាំងស្អីដែលឲ្យវាចេញទៅយើងសុំសួរថាអ្វីហៅថាការរៀបចំព្រោះវានឹងនៅថ្ងៃ2ធ្នូដែលវារត់ចូលទៅវាបង្កើតចលនាឆ្នាំ79ដើមឆ្នាំដែលវាយបាន7មករាហ្នឹងសិតតែជាផែនការរបស់យួនទាំងអស់ហើយហ៊ុនសែនជាសត្វមួយក្បាលទេដែលហៅថាចូលចិត្តគោរពបំរើម្ចាស់គេហៅថាម្ចាស់វានឹងគឺជាម្ចាស់ចោលបំរើយួនសម្រាប់ខ្មែរយើងអានឹងហើយដែលយើងសបញ្ជាក់បង្ហាញឲ្យឃើញច្បាស់ថាហ៊ុនសែនគឺជាអាយ៉ងរបស់យួនក៏ជាក្រុមលើកយួនមកកំទេចជាតិសាសន៍ខ្មែរយើងដល់ពិតប្រាកដហើយសម្រាប់ខ្មែរយើងរាប់លានអ្នកមានការរួមសហការជាមួយនឹងក្រុមពួកយួនហ្នឹងហៅថាគេឲ្យតម្លៃហ៊ុនសែនឡើងដល់កម្រិតហ្នឹងពីព្រោះហេតុអីអានឹងហើយសបញ្ជាក់បង្ហាញឲ្យឃើញច្បាស់លាស់ថាហ៊ុនសែនគេគោរពម្ចាស់គេហើយជាស្តាលរបស់គេមិនងាយចោលម្ចាស់គេបានទេនឹងហើយដែលយើងចង់បញ្ជាក់បង្ហាញឲ្យបងប្អូនយើងឲ្យបានច្បាស់លាស់ទោះបីគេស្លាប់យ៉ាងម៉េចក៏ដោយដើម្បីកំទេចជាតិសាសន៍ខ្មែរឲ្យបានទាំងស្រុងឲ្យបានជាស្ថាពរអានឹងជាភាពជោគជ័យអ្វីហៅថាជាស្តាលរបស់ហ៊ុនសែនអានេះដែលខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបងប្អូនរួមជាតិយើងទាំងអស់ឲ្យបានយល់ពីបញ្ហាវិបត្តិអស់ហ្នឹងហើយចំណុចដែលសំខាន់បន្ថែមជាងនេះថែមទៀតអគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនគេបានបញ្ជាក់ប្រាប់ថាអ្វីក៏ដោយជាស្តាលហើយជាស្ទីលរបស់អគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនហ្នឹងយួនឲ្យអគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនឈរហ៊ុនសែនអត់ហ៊ានអង្គុយទេអានេះចំណុចដែលគេចង់បញ្ជាក់បង្ហាញថាអ្វីដែលការគេគោរពមេគេហ្នឹងគេបំរើមេគេហ្នឹងគេឲ្យតម្លៃមេគេហ្នឹងគេហៅថាជាមហាអស្ចារ្យសម្រាប់ជីវិតរបស់អគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនចំណុចហ្នឹងហើយអាយួនឲ្យហ៊ុនសែនឈរអត់ហ៊ុនសែនអត់ហ៊ានអង្គុយទេបាទអាហ្នឹងហើយដែលបញ្ជាក់បង្ហាញឲ្យបងប្អូនយើងមើលឃើញឲ្យច្បាស់លាស់ពីវិធីដែលគេហៅថាជា style ជា star របស់ហ៊ុនសែនហើយយើងនិយាយមួយទៀតរហូតទទួលគេហៅថាកូនមកជួបហ៊ុនសែនវិញបែរជាហៅពូយើងសុំសួរថាហ៊ុនម៉ាណែតហ្នឹងមិនមែនជាកូនរបស់ហ៊ុនសែនទេបានន័យថាហ៊ុនសែនមកសារភាពខ្លួនឯងហើយអគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនបានមកសារភាពខ្លួនឯងថាហ៊ុនម៉ាណែតមិនមែនជាកូនរបស់ខ្លួនឯងពីព្រោះធម្មតាទេក្មេងបើមិនសិនជាឪទៅពិតប្រកបវាមិនដែលហៅថាពូទេវានៅតែហៅថាជាឪវាមិនដែលតែកូនមកហៅពូខុសទំនងទេបើសិនជាកូនពិតប្រកបនេះដែលសបញ្ជាក់បង្ហាញឲ្យឃើញថាកូននឹងគឺជាកូនរបស់លេដុកធូបានន័យថាបើយើងនៅតែបន្តសកម្មភាពហ៊ុនម៉ាណែតនឹងជាភាពគ្រោះថ្នាក់នៃសង្គមនៅបញ្ហាប្រទេសជាតិយើងបើឲ្យអ្នកនឹងដឹកនាំប្រទេសជាតិនឹងពាក់ព័ន្ធទៅលើរឿងនយោបាយប្រទេសជាតិយើងធ្ងន់ធ្ងរណាពីព្រោះនេះមិនមែនជាជនជាតិខ្មែរយើងគឺជាជនជាតិយួនហើយយើងមិនអាចលើកបុគ្គលយួនដែលជាជនជាតិយួនឬក៏ក្នុងគោលនយោបាយមកដឹកនាំប្រទេសវាមានការប៉ះពាល់តែបើរឿងបុគ្គលធម្មតាខ្ញុំអានេះខ្ញុំអត់និយាយទេអានឹងចង់អ្នកឯងជាកូនអ្នកណាជាកូនអ្នកណាអានឹងជារឿងបុគ្គលផ្ទាល់ខ្លួនទេតែបើយើងនិយាយពីស្ថានភាពនយោបាយនៃការដឹកនាំប្រទេសវាមានការប៉ះពាល់លើជាតិធ្ងន់ធ្ងរណាពីព្រោះហៅថាការដឹកនាំយើងនិយាយថាហ៊ុនម៉ាណែតមិនដឹងថាកំណើតហ៊ុនម៉ាណែតនេះវាកើតនៅឯណាបើចេះបើតាមយើងដឹងទៅបើសិនជាបូរនីហ៊ុនសែនវាជាប្រពន្ធរបស់លេដុកធូដូច្នេះលេដុកធូប្រកាសជាកូនយួនហើយដូច្នេះចំណុចហ្នឹងអ្វីហ៊ុនម៉ាណែតដែលកើតគឺកើតនៅស្រុកយួនមិនមែនកើតនៅស្រុកខ្មែរទេតែអ្វីដែលគេធំធាត់គឺនៅស្រុកខ្មែរមិនមែនធំធាត់នៅស្រុកយួនទេអានេះដែលយើងបញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់ហើយបើសិនជានៅតែឲ្យហ៊ុនម៉ាណែតមកគ្រប់គ្រងអំណាចប្រទេសជាតិទៅថ្ងៃក្រោយវិបត្តិសង្គមជាតិនឹងប៉ះពាល់ទៅដល់ប្រទេសជាតិយើងធ្ងន់ធ្ងរណាស់បានន័យថាពួកហ្នឹងគេបំរើតែយួនគេសម្លាប់តែជាតិខ្លួនឯងដែលយើងបញ្ជាក់បង្ហាញឲ្យឃើញថាហ៊ុនស៊ីពេម៉ាណែតហ្នឹងមករៀននៅចប់នៅមហាវិទ្យាល័យ West Point រួច
ទៅហើយបែរជាការនិយាយស្ដីមិនយល់ពីភាពពិតមកនិយាយនៅតែភាពលើកដំកើងពួកអាកម្ពុជាចោលក្បត់ជាតិបីសាច់បនកំពើលើកដំកើងពួកអារាជានិយមហើយនឹងពួកអាយួនឈានពៀនមកលេបតបាក់ទឹកដីខ្មែរយើងនៅតែឲ្យតម្លៃដល់និយាយខុសពីការពិតទាំងអស់ចំណុចហ្នឹងហើយដែលខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យមើលឲ្យឃើញពីទង្វើនៅសកម្មភាពដែលអ្វីហ៊ុនសែនបានបញ្ជាក់បង្ហាញពីការលះបង់ពីការស្មោះត្រង់ពីភាពមោះមុតគេខំពាក់លីជីវិតខំការពារយួនដើម្បីគំតិចជាតិសាសន៍ខ្មែរយើងដែលសពបញ្ជាក់បង្ហាញឲ្យឃើញទាំងស្រុងថាអស់រយៈកាលដែលការដឹកនាំមកទល់នឹងសពថ្ងៃបានតែជាង30ឆ្នាំហើយគោលបំណងហ៊ុនសែនអត់មានសមត្ថភាពអត់មានចំណុចណាដែលនឹងអាចថាជួយប្រទេសជាតិខ្មែរយើងទេមានតែជំរុញឲ្យប្រជាពលរដ្ឋយើងកាន់តែស្លាប់ទៅប្រជាពលរដ្ឋកាន់តែស្លាប់ទៅដូច្នេះចំណុចដែលគេយើងនិយាយសង្គ្រាមនៅកូរ៉េខាងត្បូងហ្នឹងគេអត់មានបំណងចង់ជួយប្រជាជាតិខ្មែរយើងចង់ជួយប្រជាពលរដ្ឋខ្មែរយើងពលករកម្មករនឹងទេពីព្រោះគេបំណងគេដើរហេតុអីមកទល់សប្តាហ៍ពីព្រោះគេដេញប្រជាពលរដ្ឋចោលនឹងដោយសារអីដោយសារគេគោលដៅគេបំរើតែយួនសម្រាប់តែជាខ្លួនឯងតែយើងមើលឃើញសកម្មភាពនិងភាពជាក់ស្ដែងឃើញយួនហូតចូលមករាល់ថ្ងៃយួនទន្ទ្រានយួនទឹកដីយួនយកកោះត្រល់បែរជាអគ្គមហាសេនាបតីមេចៅនៃតូហ៊ុនសែនបានប្រកាសជាឡារឹកហើយបើអ្នកណាហ៊ានទាមទារយួនទឹកដីណារៀបចំក្តាមមឈូសឬក៏ជីវិតទុកឲ្យហើយទៅដូចជាចំណុចហ្នឹងដែលយើងសបញ្ជាក់បង្ហាញឲ្យឃើញច្បាស់ថាអគ្គមហាសេនាបតីមេចៅនៃតូហ៊ុនសែនជាអាយ៉ងយួនបំរើយួនសម្រាប់ខ្មែរយើងដល់ពិតប្រាកដបាទជាចុងបញ្ចប់អៀកឹមស្រេងជាអ្នកវិភាគនយោបាយជាព្រះរាជអាជ្ញាក្រៅប្រព័ន្ធដូចជារាល់សកម្មភាពនយោបាយរបស់អគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនឯងដែលអៀកឹមស្រេងបានទម្លុះនៅអាកំបាំងនៅវិកម្មភាពអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនឯងនឹងពីថ្ងៃនឹងទៅគុំសង្ឃឹមថាមកបោកប្រជាពលរដ្ឋទូទាំងពិភពលោកនឹងបានមិននេះដែលខ្ញុំបញ្ជាក់ឲ្យបងប្អូនយើងឲ្យបានច្បាស់លាស់បាទសូមអរគុណ